រដ្ឋាភិបាលចិនផ្ដល់ជំនួយឥតសំណងលើកម្ពុជាមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុឲ្យកាន់តែប្រសើរឡើងទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតពិធីចុះហត្ថលេខាលើលិខិតបដូរសារស្ដីពីគម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្រោមក្របខ័ណ្ឌហរិញ្ញបទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនក្រោមវត្តមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអ៊ុនពមនីរដ្ឋឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងឯកឧត្តមវ៉ាងវិនអ៊ីនឯកអគ្គរដ្ឋទូតវិសាមញ្ញនិងមានសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុមានគោលបំណងលើកកម្ពស់គុណភាពនិងសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាលជាពិសេសចូលរួមចំណែកផ្តល់ការគាំទ្រដល់ប្រជាជនក្រីក្រនិងងាយរងគ្រោះតាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទំនើបការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់និងការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលគម្រោងនេះគ្របដណ្ដប់លើការងារសំខាន់រួមមានសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដែលមានគ្រែសរុបចំនួន200គ្រែនិងទំហំអគារសរុបចំនួន14000 ម៉ែត្រការ៉េដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រចាំបាច់និងគ្រឿងសង្ហារិមព្រមទាំងរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មានវេជ្ជសាស្ត្រឆ្លៀតក្នុងឱកាសនោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិនតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតដែលតែងតែខុសជាមួយកម្ពុជាដើម្បីជំរុញអភិវឌ្ឍវិស័យសុខាភិបាលឲ្យមានចីរភាពនិងសមធម៌ពិធីចុះហត្ថលេខានេះគឺជាសក្ខីភាពមួយនៃការធ្វើឲ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិនដែលបាននឹងកំពុងរងទីអនុវត្តយ៉ាងសកម្មនៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រនិងការកសាងសហគមន៍វិសាលរួមកម្ពុជាចិនក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់និងស្តង់ដារខ្ពស់ផងដែរទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើត